ពួកយើងអ្នកទាំងអស់គ្នានៅជាអ្នកជំងឺស៊ូស៊ីនចាប់ពីពេលនេះយើងនឹងគ្រប់គ្រងនិងកែប្រែអ្នកទាំងអស់គ្នាឲ្យតឹងរឹងបំផុតអត្រាចិត្តបុណ្យអាហារមានតម្លៃសុខភាពល្អទើបដោះលែងបានឯងនៅរស់ដល់ពេលនេះដោយសារធ្វើពុតឈួតតើមើលទៅគួរទៅដល់វេនពួកយើងហើយមនុស្សនៅទីនេះជឿថាសុខភាពល្អទើបដោះលែងបាន10 គុណ 63លោកចេញបានហើយ12 30លោកចេញបានហើយ10 គុណ 08លោកចេញបានហើយប្រើឈ្មោះនៅក្នុងបញ្ជីអស់ហើយទៅចាប់មកថែមទៀតមកពាក្យថាដោះលែងគឺសុទ្ធតែត្រូវសម្លេចចោលខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាមើលឃើញពីការពិតនៃទីនេះ